ក្នុងភូមិតូចមួយក្បែរបឹងធំមានក្មេងស្រីម្នាក់ឈ្មោះនាងឈូកសនាងរស់នៅជាមួយម្ដាយក្នុងផ្ទះតូចមួយក្បែរមាត់បឹងគ្រួសាររបស់នាងក្រីក្រប៉ុន្តែនាងជាក្មេងស្រីដែលមានចិត្តល្អស្លូតបូតនិងឧស្សាហ៍ព្យាយាមរៀងរាល់ព្រឹកនាងតែងទៅដងទឹកនៅមាត់បឹងហើយជួយម្ដាយធ្វើការងារនៅពេលទំនេរនាងចូលចិត្តអង្គុយក្បែរបឹងមើលការឈូករីកលើផ្ទៃទឹកថ្ងៃមួយខណៈនាងកំពុងដងទឹកនាងបានឮសំឡេងក្មេងតូចម្នាក់យំនាងបានដើរតាមសំឡេងហើយក្មេងម្នាក់ធ្លាក់ចូលក្នុងទឹកនាងមិនបានគិតពីគ្រោះថ្នាក់ឡើយនាងបានលោតចូលទៅក្នុងបឹងហើយជួយក្មេងនោះឡើងលើគោកដោយសុវត្ថិភាពម្ដាយរបស់ក្មេងបានរត់មកអោបកូនហើយអរគុណនាងយ៉ាងខ្លាំងប៉ុន្តែចាប់ពីថ្ងៃនោះមកមានរឿងចម្លែកមួយកើតឡើងរាល់ព្រឹកនៅកន្លែងដែលនាងឈូកសបានជួយក្មេងនោះមានការឈូកពណ៌សមួយរីកឡើងហើយស្អាតជាងការឈូកទាំងអស់ក្នុងបឹងមនុស្សក្នុងភូមិចាប់ផ្ដើមនិយាយថាផ្កាឈូកនោះជាផ្កាឈូកកើតចេញពីចិត្តល្អរបស់នាងថ្ងៃមួយមានអ្នកមានម្នាក់បានឮរឿងនេះហើយចង់បានការឈូកពណ៌សនោះគាត់បានបញ្ជាឲ្យអ្នកបម្រើទៅបេះផ្កាប៉ុន្តែទោះបីបេះប៉ុន្មានដងផ្កានោះក៏នៅតែរីកឡើងវិញនៅព្រឹកបន្ទាប់អ្នកមាននោះបានខឹងហើយសួរនាងឈូកសថាតើហេតុអ្វីបានជាផ្កានេះមិនស្វិតនាងឈូកសឆ្លើយដោយស្ងប់ស្ងាត់ថាខ្ញុំក៏មិនដឹងដែរប្រហែលជាព្រោះវាមិនមែនជាផ្កាឈូករបស់អ្នកណាម្នាក់វាជាផ្កាដែលកើតឡើងសម្រាប់រំលឹកមនុស្សឲ្យធ្វើអំពើល្អពាក្យរបស់នាងធ្វើឲ្យអ្នកមាននោះគិតយ៉ាងជ្រៅចាប់ពីថ្ងៃនោះមកគាត់បានចាប់ផ្ដើមយកទ្រព្យសម្បត្តិរបស់ខ្លួនទៅជួយអ្នកក្រីក្រអ្នកភូមិក៏ចាប់ផ្ដើមជួយគ្នាមិនបោះបង់អ្នកដែលជួបការលំបាកឡើយបឹងដែលធ្លាប់ស្ងាត់បានក្លាយជាបឹងដែលពោរពេញទៅដោយការឈូកសជាច្រើនមនុស្សក្នុងភូមិបានដាក់ឈ្មោះកន្លែងនោះថាបឹងនាងឈូកសដើម្បីចងចាំក្មេងស្រីដែលបានបង្ហាញថាអំពើល្អតូចមួយក៏អាចផ្លាស់ប្ដូរជីវិតមនុស្សជាច្រើនបានចាប់តាំងពីពេលនោះមកម្ដាយតែងប្រាប់កូនថាគម្រោងចាំឲ្យមានទ្រព្យសម្បត្តិច្រើនទើបធ្វើអំពើល្អចាប់ផ្ដើមបានពីបេះដូងយើងនៅថ្ងៃនេះរឿងនាងឈូកសបានបញ្ចប់សូមបន្តជាមួយនឹងរឿងនាងសក់ក្រអូបមាននារីម្នាក់ឈ្មោះនាងសក់ក្រអូបនាងជាកូនស្រីរបស់គ្រួសារក្រីក្រប៉ុន្តែមានចិត្តល្អសុភាពរាបសារនិងចូលចិត្តជួយអ្នកដទៃអ្វីដែលធ្វើឲ្យមនុស្សក្នុងភូមិចាប់អារម្មណ៍ជាងគេគឺសក់របស់នាងសក់នាងវែងខ្មៅរលោងហើយមានក្លិនក្រអូបដូចផ្កាម្លិះទោះបីនាងមិនបានប្រើទឹកអប់អ្វីក៏ដោយនាងតែងទៅដងទឹកនៅអូហើយជួយម្ដាយធ្វើការងារផ្ទះថ
ថ្ងៃមួយនាងកំពុងលាងសក់នៅមាត់អូរខ្យល់បានបក់យ៉ាងខ្លាំងធ្វើឲ្យសក់របស់នាងហោះតាមខ្យល់ក្លិនក្រអូបនោះបានរាលដាលពេញព្រៃនៅថ្ងៃនោះមានព្រះរាជបុត្រាម្នាក់កំពុងធ្វើដំណើរឆ្លងកាត់ព្រៃព្រះអង្គបានធំក្លិនក្រអូបចម្លែកហើយមានព្រះទ័យឆ្ងល់យ៉ាងខ្លាំងព្រះអង្គបានសួរអ្នកបម្រើថាតើក្លិនក្រអូបនេះមកពីណាអ្នកបម្រើបានស្វែងរកជុំវិញហើយឃើញនាងសក់ក្រអូបនៅមាត់អូរព្រះរាជបុត្របានចូលទៅជិតហើយសួរនាងដោយសុភាពថានាងអើយតើក្លិនក្រអូបនេះមកពីសក់របស់នាងឬនាងឆ្លើយថាខ្ញុំក៏មិនដឹងដែរព្រះអង្គតាំងពីកើតមកសក់ខ្ញុំមានក្លិនក្រអូបបែបនេះជានិច្ចព្រះរាជបុត្រមិនបានចាប់អារម្មណ៍ត្រឹមតែសម្រស់របស់នាងទេព្រះអង្គបានឃើញថានាងជាមនុស្សមានចិត្តល្អនិងមិនអួតអាងអំពីអ្វីដែលខ្លួនមានប៉ុន្តែដំណឹងអំពីនាងបានល្បីទៅដល់ព្រះរាជវាំងមនុស្សជាច្រើនចាប់ផ្ដើមនិយាយថានាងមានសក់អស្ចារ្យហើយមានអ្នកខ្លះចង់បានសក់របស់នាងសម្រាប់ខ្លួនឯងនៅយប់មួយស្ត្រីចិត្តអាក្រក់ម្នាក់បានលួចចូលទៅក្នុងផ្ទះនាងប៉ុន្តែមុនពេលនាងធ្វើអ្វីមួយនាងសក់ក្រអូបបានភ្ញាក់ឡើងនាងមិនបានស្រែកឬវាយប្រហារទេនាងបាននិយាយថាបងចង់បានអ្វីពីខ្ញុំបើខ្ញុំអាចជួយបានខ្ញុំនឹងជួយស្ត្រីនោះបានខ្មាស់ខ្លួនឯងហើយទម្លាក់ក្បាលចុះនាងបានសារភាពថាគ្រួសាររបស់នាងកំពុងជួបការលំបាកហើយនាងចង់យកសក់របស់នាងសក់ក្រអូបទៅលក់នាងសក់ក្រអូបបានអាណិតហើយនិយាយថាកុំធ្វើអំពើអាក្រក់ដោយសារភាពក្រីក្រខ្ញុំនឹងចែកអាហារនិងជួយគ្រួសារបងចាប់ពីថ្ងៃនោះមកស្ត្រីនោះបានកែប្រែខ្លួនហើយក្លាយជាមនុស្សល្អព្រះរាជបុត្របានដឹងរឿងនេះហើយកាន់តែគោរពនាងព្រះអង្គបាននិយាយថាសម្រស់ពិតប្រាកដរបស់នាងមិនមែនស្ថិតនៅក្នុងសក់ក្រអូបនោះទេប៉ុន្តែស្ថិតនៅក្នុងចិត្តដែលចេះអាណិតនិងចេះអភ័យទោសក្រោយមកនាងសក់ក្រអូបបានចូលទៅរស់នៅក្នុងព្រះរាជវាំងហើយតែងជួយអ្នកក្រីក្រនិងអ្នកដែលជួបការលំបាកមនុស្សគ្រប់គ្នាបានស្រឡាញ់នាងមិនមែនដោយសារសក់ក្រអូបរបស់នាងឡើយប៉ុន្តែដោយសារចិត្តល្អរបស់នាងតាំងពីពេលនោះមកមនុស្សក្នុងនគរបានចងចាំថាសម្រស់អាចធ្វើឲ្យមនុស្សចាប់អារម្មណ៍ប៉ុន្តែចិត្តល្អទើបធ្វើឲ្យមនុស្សស្រឡាញ់យើងអស់មួយជីវិត